ជានាវាចម្បាំងប្រភេទ frigate ដ៏ទំនើបបំផុតមួយរបស់ប្រទេសអូស្ត្រាលីដែលបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុសម្រាប់ដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី10ដល់ទី13ខែតុលាឆ្នាំ2025 Ballarat ឬក៏ FFH 155មានសមត្ថភាពពហុមុខងារអាចធ្វើសង្គ្រាមពីសមុទ្រទៅដីគោកពីសមុទ្រទៅអាកាសនិងអាចបាញ់ទម្លុះក្រោមសមុទ្រថែមទៀតផងក្នុងការប្រយុទ្ធពីសមុទ្រទៅដីនាវានេះមានពំមីស៊ីល Harpoon Block 2 ចំនួន8បំពង់ដែលអាចបាញ់កំទេចនាវាពីចម្ងាយ120ឬក៏150គីឡូម៉ែត្រនៅក្នុងការបាញ់ប្រហារទៅអាកាស Ballarat មានប្រព័ន្ធបាញ់មីស៊ីលដែលអាចបាញ់បាន32គ្រាប់សម្រាប់បាញ់យន្តហោះក្នុងចម្ងាយ50គីឡូម៉ែត្រចំណែកការបាញ់ក្រោមសមុទ្រវិញនាវាអូស្ត្រាលីមួយគ្រឿងនេះមានអាវុធបាញ់កំទេចនាវាមួយទឹកប្រភេទ Mark 46ដែលអាចតម្រង់ទៅរកគោលដៅក្នុងចម្ងាយ11គីឡូម៉ែត្រនេះបើយោងទៅតាមប្រតិបត្តិកងទ័ពជើងទឹកអូស្ត្រាលីប៉ុន្តែនៅក្នុងដំណើរទស្សនកិច្ចនិងតាមនីតិវិធីចូលដែនទឹកអន្តរជាតិគេមិនបំពាក់អាវុធកំណាចទាំងនេះទេនាវានេះនឹងមកជាមួយកាំភ្លើង127មីលីម៉ែត្រមានទម្ងន់3600តោនប្រវែង118ម៉ែត្រនាវា Ballarat អាចបើកបានក្នុងល្បឿន50គីឡូម៉ែត្រក្នុង1ម៉ោងចាប់តាំងពីឆ្នាំ2004មកនាវា Ballarat បានចូលរួមល្បាតនៅសមុទ្រអារ៉ាប់ប្រតិបត្តិការមនុស្សធម៌និងបេសកកម្មសេរីភាពនៃការធ្វើនាវាចរនៅឥណ្ឌូប៉ាស៊ីហ្វិកវត្តមានរបស់នាវានេះនៅដែនទឹកកម្ពុជាជាការបង្ហាញតុល្យភាពក្នុងចំណោមប្រទេសមហាអំណាចនៅអាស៊ីអាគ្នេយ៍ដែលជាចំណងមិត្តភាពផងយុទ្ធសាស្ត្រផងនិងជាសង្វៀនរបស់ប្រទេសធំផង